តមកពីភាគមុននៅពេលដែលព្រះអង្គនៅក្នុងរូបរាងរបស់មហេសីបានទៅជួបនឹងម្ដាយក្មេកហើយក៏ត្រូវមកម្ដាយក្មេកយ៉ាងដំណំហើយស្នំមួយនោះក៏កាន់ជើងនឹងមហេក្សត្រយានីដែលធ្វើឲ្យព្រះអង្គនៅក្នុងរូបរាងរបស់មហេសីនឹងមិនអាចតមាត់អ្វីបាននោះទេដោយសារតែតមាត់គឺតមួយម៉ាត់គឺខុសមួយម៉ាត់តែម្ដងដល់ផ្លូវទាល់ព្រះអង្គក៏ស្នើទៅមហេក្សត្រយានីថាទ្រង់ចង់ស្ដាប់ភ្លេងពិណអត់គាត់នឹងដេញឲ្យស្ដាប់ហើយស្នំទាំងអស់ក៏នាំគ្នាសើចព្រោះគិតថាមហេសីគឺមិនអាចលេងភ្លេងអីបាននោះទេព្រោះដឹងស្រាប់ហើយថាមហេសីគឺប្រកែតែប្រើកម្លាំងប៉ុណ្ណោះមិនអាចលេងតន្ត្រីឬក៏ការគិតអីច្រើននោះទេប៉ុន្តែគឺផ្ទុយស្រឡះមហេសីបានលេងពិណឲ្យម្ដាយក្មេកស្ដាប់យ៉ាងពិរោះក៏ព្រោះតែព្រះអង្គនឹងគឺចូលចិត្តលេងពិណស្រាប់ហើយអញ្ចឹងនៅក្នុងរូបរាងជាមហេសីនឹងដឹងឲ្យថាម្ដាយចូលចិត្តអីក៏ធ្វើឲ្យម្ដាយសប្បាយចិត្តហើយពេលហ្នឹងប្អូនថ្លៃរបស់ទ្រង់ក៏បានមកដល់ដែលជាប្អូនប្រុសប្រកើតរបស់ព្រះអង្គនឹងក៏ចូលមកដែលធ្វើឲ្យព្រះមហាក្សត្រីនឹងគឺទ្រង់សប្បាយចិត្តខ្លាំងមែនទែនហើយគាត់ក៏មិនយកទោសអូដំណើរអីនឹងប្រាប់ឲ្យមហេសីនិងស្រីស្នំទាំងអស់អាចត្រឡប់ទៅវិញបានប៉ុន្តែនៅពេលមហេសីយាងទៅដល់ជិតមាត់ទ្វារច្រកចេញប្អូនថ្លៃក៏លាន់មាត់ប្រាប់ថាគឺព្រះអង្គជាអ្នកបញ្ជាគាត់មកឲ្យមកជួយដោយដែលឃើញអញ្ចឹងគឺថានៅពេលនៅតែពីរអ្នកម្ដាយកូនហ្នឹងគឺកូនពៅបញ្ចេញជារខៃគឺយកចិត្តម្ដាយយ៉ាងខ្លាំងបើកលេចមកមើលមហេសីនៅក្នុងរូបរាងព្រះអង្គយើងវិញគឺកំពុងតែបេះស្លឹកផ្កាស្ទាប់ផ្កាហើយក៏និយាយថាគ្រោះថ្នាក់មិនគ្រោះថ្នាក់គ្រោះថ្នាក់មិនគ្រោះថ្នាក់រហូតដល់ស្លឹកចុងក្រោយសល់មកស្លឹកហ្នឹងគឺថាគ្រោះថ្នាក់តែម្ដងហើយក៏ចេះសម័យដល់អើយម្ដាយក្មេកចងរូបរាងគាត់ហ្នឹងជាប់នឹងទៅសវាយធ្វើបាបអីអញ្ចឹងណាគាត់កាន់តែភ័យក៏គាត់ប្រាប់ថាអើយអត់បានទេយើងត្រូវទៅជួយបើមិនជួយគឺមិនបានទេហើយក៏ស្ទុះចេញទៅក្រៅដើម្បីទៅជួយមហេសីដែលព្រះអង្គរត់ទៅដល់ច្រកទ្វារហ្នឹងក៏បុកនឹងមហេសីយើងដែលធ្វើឲ្យអ្នកទាំងពីរប៉ះគ្នាហើយមហេសីយើងក៏មើលទៅមុខព្រះអង្គក៏ដឹងថាព្រះអង្គបារម្ភហើយបែរទៅក្រោយហ្នឹងក៏ឃើញថាឃើញស្ទាប់ផ្កាក៏ដឹងថាចរិតរបស់មហេសីខ្លួនឯងគឺអញ្ចឹងហើយគឺតែងតែបេះលឹកផ្កាពេលមានបញ្ហារាប់ថាល្អអត់ល្អអីអញ្ចឹងទៅហើយក៏គិតក្នុងចិត្តញញឹមតែឯងថាអូយមហេសីបារម្ភទ្រង់ជាមិនខានទេតែមហេសីយើងគឺនៅតែមាត់រឹងដដែលប្រាប់ថាមិនបានខ្វល់មិនបានបារម្ភអីទេធម្មតាហ្នឹងហើយសួរថាមិនបានព្រះអង្គរួចខ្លួនពីមហាក្សត្រយានីបានហើយព្រះអង្គក៏ប្រាប់ថាអូពួកអីគាត់ប្រាប់ម្ដាយគាត់វាថាអញ្ចេះគាត់នឹងយកចៅឲ្យក្នុងពេលឆាប់ហ្នឹងនឹងជាហេតុដែលឲ្យម្ដាយគាត់ហ្នឹងឲ្យគាត់មកវិញយ៉ាងស្រួលអីអញ្ចឹងណាគាត់ទៅលឺអញ្ចឹងមហេសីនៅក្នុងរូបរាងព្រះអង្គក៏អៀនហើយថាអើយមិននិយាយអញ្ចឹងកើតហេតុអីក៏ទៅប្រាប់ម្ដាយក្មេកគាត់អញ្ចឹងកើតអត់ល្អៀសខ្លួនល្អៀសមាត់អីទេអីព្រះអង្គនៅក្នុងរូបរាងមហេសីហ្នឹងក៏ញ៉ោះទៀតថាមានអីខុសឆ្គងវាជារឿងល្អត្រឹមត្រូវឯងយើងទាំងពីរនាក់គឺជាប្តីប្រពន្ធនឹងគ្នាវាដល់ពេលដែលមានចៅឲ្យម្ដាយឯងអញ្ចឹងណាដែលធ្វើឲ្យមហេសីហ្នឹងកាន់តែអៀនថែមទៀតទ្រង់ក៏និយាយដល់ថាចិត្តដល់ថ្ងៃខួបកំណើតរបស់មហាក្សត្រយានីហើយមានអីកាដូឲ្យមហាក្សត្រយានីអត់ហើយពនាងរបស់យើងនៅក្នុងរូបរាងព្រះអង្គហ្នឹងក៏ប្រាប់ថាអត់ដឹងធ្វើអីទេប៉ុន្តែព្រះអង្គក៏ប្រាប់ថាឥឡូវប៉ាក់ហ្នឹងទៅឥឡូវទៅអង្គុយប៉ាក់ឲ្យដែលជាកាដូឲ្យមហាក្សត្រយានីអញ្ចឹងទៅតែដូចតែដឹងអញ្ចឹងថាពនាងយើងអត់ចូលចិត្តទេអំបោះអីប៉ាក់ដិនអីគេហ្នឹងប៉ុន្តែបដិសេធមិនតាន់បានប្រមាណផងព្រះអង្គគប់អំបោះគប់អីឲ្យហ្មងប្រាប់ថាយកទៅប៉ាក់ដិនទៅជាកាដូឲ្យម្ដាយក្មេកកុំនិយាយច្រើនពេកហើយពនាងយើងក៏អស់សិតតវ៉ាក៏អង្គុយប៉ាក់ដិនហ្នឹងទៅហើយក៏ដូចឃើញនៅរូបអញ្ចឹងគឺពនាងក៏សម្រេចចិត្តយកអាគ្រឿងទាំងអស់ហ្នឹងចូលទៅប៉ាក់ដិនអញ្ចឹងទៅប្រកែកអត់បានហើយព្រះអង្គក៏ចាត់ការដោះស្រាយបញ្ហានៅលើសភៅហ្នឹងតទៅទៀតទៅមកទៀតអ្នកទាំងពីរក៏ធ្វើការរៀងខ្លួនដោយស្ងៀមស្ងាត់ប៉ុន្តែប្អូនថ្លៃក៏រត់មកទាររង្វាន់ខ្លួនឯងដល់សុំព្រះអង្គក៏ភ្ញាក់ផ្អើលប៉ុន្តែប្អូនថ្លៃភ្ញាក់ផ្អើលខ្លាំងជាងថាបងប្រុសធ្វើអីហ្នឹងកំពុងតែដេប៉ាក់ដេអីហ្នឹងបងប្រុសក៏ប្រាប់ថាអង្គុយដោះស្រាយការងារយូរពេកវាចុកចកេះចុកដៃអញ្ចឹងឯងក៏ចេះតែដោតចាក់ណាឯប្អូនប្រុសក៏ចាប់ផ្ដើមឆ្ងល់ហួយបងប្រុសមានរឿងអីកើតឡើងនេះប៉ុន្តែមិនទាន់ឆ្ងល់បានប្រមាណផងក៏នឹកឃើញដល់រង្វាន់ប្រាប់ថាឲ្យរង្វាន់មកដុំមាសដែលគាត់សុំហ្នឹងព្រះអង្គក៏គិតថាតិចប៉ុន្តែដល់ពេលសួរទៅ80តម្លឹងហើយព្រះអង្គថាហើយយកអីក៏ច្រើនម៉េះយកទៅអីក៏ច្រើនម៉េះហ៎ដឹងអញ្ចឹងថានៅក្នុងខ្លួនព្រះអង្គគឺជាវិញ្ញាណតួឯកស្រីយើងហើយក៏ចាប់ផ្ដើមគុណគូបែបមនុស្សស្រីអូយទិញបានបាយទិញបានអង្គជាច្រើននេះហេតុអីក៏យកលុយអីឲ្យកចាយអស់ច្រើនម្លេះហើយប្អូនប្រុសនឹងក៏តបទៅថាអូយគាត់មិនមែនយកទៅចាយណាទេគាត់លេងភ្នាល់ជាមួយលោកពូណាលោកពូដែលជាសាច់ញាតិរបស់គាត់ហ្នឹងតែលោកពូហ្នឹងគឺគាត់មានបំណងមិនសូវល្អប្រហែលទេក៏បោកយកក្មេងយកលុយអស់លីងអញ្ចឹងទៅ
ហើយបងអូនថ្លៃរបស់គាត់ហ្នឹងក៏ប្រាប់ថាលុយហ្នឹងគឺគាត់ទុកសម្រាប់ទិញកាដូជូនម្ដាយគាត់នៅថ្ងៃខួបកំណើតដែលជាព្រះមហាក្សត្រយានីនឹងឯងប៉ុន្តែឥឡូវអត់មានលុយទេបានជាមកសុំលុយបងប្រុសដើម្បីទៅទិញកាដូឲ្យម្ដាយនឹងឯងហើយប៉នាងឮតែអញ្ចឹងប៉នាងថាគាត់អត់ព្រមទេចរិតគាត់គឺទាហានត្រូវការភាពស្មោះត្រង់ណានៅក្នុងខ្លួនព្រះអង្គគឺជាវិញ្ញាណតួឯកស្រីយើងប្រាប់ថាអញ្ចឹងត្រូវទៅភ្នាល់ធ្វើម៉េចយកលុយនឹងឲ្យបានមកវិញហើយក៏សូមឲ្យប្អូនថ្លៃនឹងណាត់ជួបជាមួយលោកពូដើម្បីជជែកដោះស្រាយគ្នាថាធ្វើម៉េចឲ្យបានលុយនឹងមកវិញមើលទៅសភាពប្អូនថ្លៃគឺសប្បាយចិត្តខ្លាំងណាស់ប៉ុន្តែក៏ត្រូវមាត់ហើយត្រូវពនួងច្រើនដែរពីបងថ្លៃណាតែគាត់អត់ដឹងទេថានៅក្នុងខ្លួនព្រះអង្គនឹងគឺជាតួឯកស្រីគ្រាន់តែឆ្ងល់ថាអញ្ចេះបងគាត់មិនដែលវាយធ្វើបាបគាត់អញ្ចឹងទេប៉ុន្តែនេះមិនក៏ធ្វើបាបគាត់ម៉េះប៉ុន្តែធ្វើបាបយ៉ាងណាក៏ជួយដែរកាត់មកលោកពូដែលជាសាច់ញាតិរបស់ព្រះអង្គហ្នឹងក៏គាត់បានមកទូលថាមានគេប្រកបថាឲ្យព្រះអង្គហ្នឹងចង់ជួបគាត់អញ្ចឹងក៏គាត់ដើរមកជួបហើយព្រះអង្គក៏សួរដេញដោលថាមិនក៏ឮថាភ្នាល់ជាមួយប្អូនគាត់ហើយយកលុយប្អូនគាត់អស់មែនអត់ទៅក៏លោកពូហ្នឹងក៏តបវិញថាបាទត្រូវហើយពីណាគេប្រាប់អីអញ្ចឹងណាគាត់មិនមែនបោកទេហើយក៏មិនបានប្រឆោតអីដែរគឺភាពយុត្តិធម៌អញ្ចឹងយើងលេងជាមួយគ្នាចាញ់ត្រូវតែអស់អញ្ចឹងហើយព្រះអង្គក៏ប្រាប់វិញថាឥឡូវខ្ញុំសុំភ្នាល់វិញណាការភ្នាល់ហ្នឹងគឺជាការបាញ់ធ្នូព្រះអង្គជាអ្នកស្នើឡើងតែបើសិនបើលោកពូឈ្នះគឺព្រះអង្គបកលដំណាក់មួយនៅក្បែរមាត់ទឹកឲ្យគាត់ប៉ុន្តែបើសិនជាព្រះអង្គឈ្នះវិញសុំលុយ80ដំឡឹងដែលជាលុយរបស់ប្អូនគាត់មកគឺបានហើយលោកពូក៏អត់បដិសេធទេព្រោះដឹងស្រាប់ហើយថាព្រះអង្គអត់ចេះទេបាញ់ធ្នូបាញ់អីហ្នឹងអត់ចូលចិត្តការប្រយុទ្ធការបញ្ចេញកម្លាំងអីទេចូលចិត្តតែនៅមកកន្លែងណាអញ្ចឹងគាត់អត់ខ្លាចនឹងទទួលពាក្យស្នើសុំនឹងទេហើយអ្នកទាំងពីរក៏ចាប់ផ្ដើមទៅប្រកួតគ្នាដូចតែឃើញអញ្ចឹងគឺថាលោកពូគឺបាញ់ទៅគឺចំកដាលតែម្ដងណាដោយសារលោកពូអ្នកបញ្ចេញសមត្ថភាពមុនអីអញ្ចឹងទៅហើយលោកពូគឺញឹមកពួយមាត់តែម្ដងថាដឹងតែឈ្នះហើយដំណាក់នៅក្បែរមាត់ទឹកហ្នឹងនឹងទៅជារបស់គាត់ហើយប៉ុន្តែបន្ទាប់មកពីហុចធ្នូឲ្យព្រះអង្គបាញ់វិញគឺព្រះអង្គបាញ់ចូលសាហាវជាងលោកពូទៀតគឺជ្រៀកធ្នូលោកពូជា2តែម្ដងដើម្បីជ្រែកចូលកណ្ដាលណាដែលធ្វើឲ្យលោកពូចំហមាត់ខ្លាំងមែនទែនហើយលទ្ធផលយើងអាចចាំបាច់និយាយគឺព្រះអង្គជាអ្នកឈ្នះស្រាប់ហើយព្រោះវិញ្ញាណតួឯកស្រីយើងនៅក្នុងនឹងនារីប្រយុទ្ធរហូតមិនដែលចាញ់លទ្ធផលដូចជាបានមើលឃើញស្រាប់នឹងភ្នែកហើយគឺព្រះអង្គគឺជាអ្នកទទួលបានជ័យជំនះហើយព្រះអង្គក៏ទទួលបានមាស80ដំឡឹងដើម្បីយកទៅឲ្យប្អូនប្រុសគាត់វិញពេលយកមកឲ្យប្អូនគឺឲ្យបែបមិនធម្មតាតែម្ដងគឺប្រឆោតចុះប្រឆោតឡើងហើយគប់ឲ្យតែម្ដងហើយបើប្អូនវិញគឺឆ្ងល់ថាហេតុអីបានឈ្នះបានណារាល់ដងមិនដែលឃើញចេះបាញ់ធ្នូអីផងហ្នឹងហើយព្រះអង្គហ្នឹងក៏សើចហាហ្នឹងហើយកុំឲ្យមើលងាយមនុស្សអីចឹងទៅហើយព្រះអង្គក៏ឆ្ងល់ទៀតថាមិនក៏បងប្រុសមកអង្គុយដេប៉ាក់ដេអីអញ្ចឹងប៉ុន្តែឆ្ងល់មិនទាន់បានប្រមាណផងក៏ភ្ញាក់ផ្អើលឆ្ងល់រឹតតែឆ្ងល់ថែមទៀតនៅពេលដែលឃើញបងថ្លៃស្រីហ្នឹងចេញមកអានសភៅដោះស្រាយបញ្ហាអីអញ្ចឹងណាថាមានរឿងអីកើតឡើងអ្នកទាំងពីរប្រកាសជាអត់ប្រក្រតីត្រង់ណាហើយបានជាមានសកម្មភាពរស់នៅប្រចាំថ្ងៃផ្ទុយគ្នាទាំងស្រុងមិនដូចសពមួយដងកាត់មករាត្រីនោះក៏មានជនបង្កប់ម្នាក់ចេញមកបង្ហាញខ្លួននៅចំពោះមុខមន្ត្រីដែលធ្វើការក្នុងរាជវាំងដែលឃើញឲ្យថាអ្នកទាំងពីរនេះគឺមានសកម្មភាពមិនប្រក្រតីហើយគឺថាជួបគ្នាស្ងាត់ក្នុងពេលរាត្រីហើយក៏និយាយពីផែនការសម្ងាត់ដែលអ្នកទាំងពីរនឹងចង់ធ្វើឡើងក្នុងពេលឆាប់នេះរឿងក៏បានបញ្ចប់សូមរងចាំទស្សនាភាពបន្តណានេះហើយ